បាទអនុញ្ញាតសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកសារជាថ្មីជាមួយនឹងការវិភាគទៅលើទីផ្សារដោះដូររូបិយប័ណ្ណអន្តរជាតិនិងហាងឆេងមាសអញ្ចឹងចង់ដឹងថាតើនៅក្នុងថ្ងៃនេះទីផ្សារអាចនឹងមានរ៉ែបំរួលបែបណាហើយយើងអាចធ្វើការទិញឬក៏លក់មាសនៅក្នុងតំបន់ណាខ្លះចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកវិភាគហាងឆេងមាសប្រចាំថ្ងៃពុធទី9ខែមេសានេះទាំងអស់គ្នាចង់នឹងថាតើវានឹងមានបំរែបំរួលបែបណាទៀតអញ្ចឹងសម្រាប់ហាងឆេងមាសប្រចាំថ្ងៃពុធនេះបើសិនជាយើងមើលទៅលើបកគោលប្រចាំថ្ងៃវាអត់ទាន់មានសញ្ញា confirm ណាមួយបង្ហាញពីការកើនឡើងមកវិញទេនៅតែបង្ហាញពីកម្លាំងលក់ចោះខ្លាំងដដែលហើយយើងមកមើលបកគោ4ម៉ោងក៏ស្ថិតនៅក្នុងទំនោរធ្លាក់ចុះដដែលដែរអត់ទាន់មានសញ្ញាបង្ហាញពីទំនោរកើនឡើងទៅវិញទេបច្ចុប្បន្នហ្នឹងអញ្ចឹងបកគោប្រចាំថ្ងៃបកគោ4ម៉ោងគឺនៅតែមានកម្លាំងលក់ចុះឥឡូវយើងចូលមើលបកគោរយៈពេល1ម៉ោងវិញអញ្ចឹងបកគោរយៈពេល1ម៉ោងគឺខ្ញុំបានបែងចែកចេញជាប្រមាណជា3កម្រិតទាបហើយនិង3កម្រិតខ្ពស់ក្នុងនោះបើសិនជាយើងមើលបច្ចុប្បន្ននេះគឺចន្លោះជួញដូរពីកម្រិតទាបទៅកម្រិតខ្ពស់ទី1អញ្ចឹងចន្លោះនេះបងប្អូនមើលគឺចន្លោះពីតម្លៃ2970ទៅតម្លៃពី3018ដុល្លារក្នុងមួយអោនតែម្សិលមិញគឺវាបានឡើងមកប៉ះហើយវាបានចុះមកវិញឥឡូវវាចុះមកប៉ះ2970ចាប់ផ្ដើមឡើងទៅវិញទៀតអញ្ចឹងទីផ្សារបច្ចុប្បន្ននេះខ្ញុំគិតថាបច្ចុប្បន្ននេះគឺយើងធៀមចាំទិញប៉ុន្តែអត់តន់ទិញតម្លៃ2980ទេព្រោះមាននេះខ្ញុំមើលទៅប្រហែលអាចនឹងចុះមកក្រោមតិចទៀតអាចនឹងមកប៉ះជាមួយនឹង2970ម្ដងទៀតហើយបានវាឡើងទៅវិញឬក៏បើសិនជាបំបែក2970អាចនឹងមកកម្រិតនេះ2955នេះអាហ្នឹងបានវាឡើងទៅវិញបច្ចុប្បន្នខ្ញុំអត់តន់ឲ្យទិញនេះបងប្អូនអាចមើលតំបន់ខាងក្រោមនេះបើសិនជាវាអត់បំបែកទៅក្រោមនេះយើងទិញឡើងមកយើងទិញឡើងមកលើមកអញ្ចឹងកម្រិតខ្ពស់អត់ខុសពីម្សិលមិញទេពី3018ដុល្លារក្នុងមួយអោនបើសិនវាអត់បំបែកទេយើងធៀមលក់ពីលើទៅមកវិញខ្ញុំឲ្យបងប្អូនធៀមទិញនៅកម្រិតខាងក្រោមហ្នឹងទិញពីខាងក្រោមហ្នឹងហើយយើងធៀមលក់ពីលើនេះមកវិញខ្ញុំឲ្យ sell here អាហ្នឹងមានន័យថាបើសិនវាអត់បំបែកណាធ្លាក់មកដល់ខាងក្រោមអត់បំបែកមានអ្នក confirm ទិញឡើងយើងទិញឡើងដល់កម្រិតខ្ពស់នេះបើសិនជាវាអត់បំបែកទេយើងលក់ចុះមកវិញអញ្ចឹងយើងអាចធ្វើការជួញដូរនៅក្នុងចន្លោះនឹងបានក្នុងករណីបើវាបំបែកបើសិនជាបំបែកមកក្រោមដូចខ្ញុំបានបញ្ជាក់អញ្ចឹងអាចមានពីកម្រិតទៀត2956ហើយនិង2930ហើយបើសិនវាបំបែកទៅលើវិញមកកម្រិតនេះ3047ឬក៏3086ហើយខ្ញុំសូមបញ្ជាក់បន្តិចមាសបើសិនជាវាបំបែកអាកម្រិតខ្ពស់ទី2នេះ3047នេះគឺឱកាសទៅលើខ្លាំងវាមានច្រើនមែនតើអាចនឹងឡើងមកបែបនេះឡើងមកបំបែកខាងលើនឹងហើយត្រេះចុះបន្តិចឡើងទៅលើតែម្ដងអានឹងឲ្យតែបំបែកកម្រិត3047ហ្នឹងគឺបងប្អូនធៀមចាំតទិញទៅបានដែរខ្ញុំអត់ recommend ឲ្យធ្វើការលក់ចោលទៀតទេបាទអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេគឺយើងជួញដូរនៅកម្រិតដដែលចន្លោះ2970ទៅ3018ដុល្លារក្នុងមួយអោនបាទសម្រាប់អស់លោកលោកស្រីដែលចង់បើកគណនីជួញដូរឬក៏ចង់ទទួលយកការប្រឹក្សាការបង្រៀនបងប្អូនអាចតាក់ទងមកកាន់ភ្នាក់ងាររបស់យើងបានហើយយើងមានវគ្គបង្រៀនដោយឥតគិតថ្លៃសម្រាប់បងប្អូនដែលចង់សិក្សាវគ្គកម្រិតដំបូងសម្រាប់បងប្អូនដែលចង់ចុះឈ្មោះបើកគណនីជួញដូរក៏ដូចគ្នាបងប្អូនអាចតាក់ទងមកកាន់ខ្ញុំបាទផ្ទាល់តាមរយៈលេខទូរស័ព្ទ011 699និង802អញ្ចឹងខ្ញុំបាទសូមអរគុណសូមគោរពលា